មេរៀនទី3ការប្រែចិត្តពិតមិនត្រឹមសោកស្ដាយតែបដូរទីដៅជីវិតគម្ពីរស្នូលកិច្ចការជំពូក3:19ដូច្នេះចូលប្រែចិត្តហើយត្រឡប់មកវិញដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចោលឯការប្រែចិត្តមិនមែនត្រឹមសោកស្ដាយមនុស្សជាច្រើនមានអារម្មណ៍ខុសសោកស្ដាយឬខ្លាចទោសប៉ុន្តែមិនចាក់ចេញពីអំពើបាបការប្រែចិត្តដែលព្រះពេញចិត្តគឺនាំឲ្យមានការផ្លាស់ប្ដូរ2កូរិនថូសជំពូក7:10ត្បិតសេចក្តីសោកស្ដាយតាមព្រះបង្កើតឲ្យមានការប្រែចិត្តដល់សេចក្តីសង្គ្រោះដែលមិនត្រូវសោកស្ដាយវិញប៉ុន្តែសេចក្តីសោកស្ដាយរបស់លោកីនាំទៅដល់សេចក្តីស្លាប់មិនមែនគ្រាន់តែយំតែបោះបង់បាបការប្រែចិត្តគឺបដូរទីដៅជីវិតការប្រែចិត្តមានន័យថាឈប់ដើរផ្លូវចាស់ហើយត្រឡប់មករកព្រះដើម្បីដើរតាមឆន្ទៈទ្រង់អេសាយជំពូក55:7ឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនហើយមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនហើយឲ្យគាត់ត្រឡប់មករកព្រះយេហូវ៉ានោះទ្រង់នឹងមានមេត្តាករុណាទៅកាន់គាត់ហើយមករកព្រះនៃយើងត្បិតទ្រង់នឹងអត់ទោសយ៉ាងបរិបូរណ៍ការប្រែចិត្តនឹងបង្កើតផ្លែផ្កាការផ្លាស់ប្ដូរខាងក្នុងត្រូវបង្ហាញចេញខាងក្រៅលូកាជំពូក3:8ដូច្នេះចូលបង្កើតផ្លែឲ្យសមនឹងការប្រែចិត្តមានអាកប្បកិរិយាថ្មីមានការស្ដាប់បង្គាប់ថ្មីមានជីវិតថ្មីព្រះសន្យាអត់ទោសអ្នកដែលប្រែចិត្តព្រះមិនដែលបិទទ្វារចំពោះអ្នកដែលត្រឡប់មករកទ្រង់ទេអេសាយជំពូក1:18ទោះបាបរបស់អ្នករាល់គ្នាក្រហមដូចស្បែកក្រហមក៏នឹងបានស្ដួចព្រើលទោះក្រហមដូចពណ៌ក្រហមចាស់ក៏នឹងបានដូចរោមជាមសំណួរសម្រាប់ពិនិត្យខ្លួនតើខ្ញុំមានអារម្មណ៍សោកស្ដាយប៉ុណ្ណោះឬខ្ញុំកំពុងបោះបង់បាបតើខ្ញុំបានប្ដូរទីដៅមកដើរតាមព្រះឬនៅតើអ្នកដទៃអាចឃើញផ្លែផ្កាថ្មីក្នុងជីវិតខ្ញុំទេសេចក្តីសន្និដ្ឋានការប្រែចិត្តពិតគឺជាការត្រឡប់ពីបាបមករកព្រះប្ដូរទីដៅនិងចាប់ផ្ដើមជីវិតថ្មីនៅកន្លែងណាមានការប្រែចិត្តពិតកន្លែងនោះមានការអត់ទោសនិងការស្ដារឡើងវិញកិច្ចការជំពូក3:19ដូច្នេះចូលប្រែចិត្តហើយវិលត្រឡប់មកវិញដើម្បីឲ្យបាបរបស់អ្នកត្រូវបានលុបចោល2កូរិនថូស7:10សេចក្តីសោកស្ដាយតាមព្រះបង្កើតឲ្យមានការប្រែចិត្តដែលនាំទៅសង្គ្រោះហើយមិននាំឲ្យសោកស្ដាយវិញទេប៉ុន្តែសេចក្តីសោកស្ដាយរបស់លោកីនាំទៅសេចក្តីស្លាប់អេសាយជំពូក55:7ឲ្យមនុស្សអាក្រក់បោះបង់ផ្លូវរបស់ខ្លួនហើយមនុស្សទុច្ចរិតបោះបង់គំនិតរបស់ខ្លួនឲ្យគាត់វិលត្រឡប់មករកព្រះម្ចាស់នោះទ្រង់នឹងអាណិតអាសូរគាត់ហើយមករកព្រះនៃយើងត្បិតទ្រង់អត់ទោសយ៉ាងបរិបូរណ៍លូកាជំពូក3:8ដូច្នេះចូលបង្កើតផ្លែឲ្យសមនឹងការប្រែចិត្តអេសាយជំពូក1:18ទោះបាបរបស់អ្នកក្រហមដូចពណ៌ក្រហមក៏នឹងស្ដួចព្រើលទោះក្រហមដូចពណ៌ក្រហមចាស់ក៏នឹងដូចរោមជាមជំហានក្នុងការអនុវត្តផ្ទាល់ខ្លួន1សូមឲ្យព្រះបង្ហាញបាបអធិដ្ឋានសូមព្រះបើកភ្នែកឲ្យឃើញអ្វីដែលមិនពេញចិត្តទ្រង់2សារភាពដោយស្មោះមិនលាក់លៀមមិនដោះសារ3សម្រេចចិត្តបោះបង់កាត់ចេញអ្វីដែលនាំឲ្យធ្លាក់ក្នុងបាប4ត្រឡប់មកដើរតាមព្រះអានព្រះបន្ទូលអធិដ្ឋាននិងស្ដាប់បង្គាប់5បង្ហាញផ្លែផ្កាឲ្យមនុស្សឃើញការផ្លាស់ប្ដូរពិតក្នុងជីវិតសេចក្តីអធិដ្ឋានសម្រាប់អ្នកចង់ប្រែចិត្តព្រះម្ចាស់ជាទីស្រឡាញ់ទូលបង្គំសូមអរព្រះគុណចំពោះព្រះបន្ទូលដែលបានរំលឹកបេះដូងខ្ញុំថ្ងៃនេះទូលបង្គំទទួលស្គាល់ថាខ្ញុំបានធ្វើបាបនិងដើរតាមផ្លូវរបស់ខ្លួនឯងមិនតាមឆន្ទៈទ្រង់សូមព្រះអង្គអត់ទោសបាបទាំងអស់របស់ខ្ញុំសូមជួយខ្ញុំឲ្យមិនត្រឹមសោកស្ដាយប៉ុណ្ណោះប៉ុន្តែមានកម្លាំងបោះបង់អំពើបាបនិងត្រឡប់មកដើរតាមព្រះអង្គវិញសូមផ្លាស់ប្ដូរបេះដូងគំនិតនិងទីដៅជីវិតរបស់ខ្ញុំសូមឲ្យជីវិតខ្ញុំបង្កើតផ្លែផ្កាដែលបង្ហាញថាខ្ញុំបានប្រែចិត្តពិតខ្ញុំអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែន